ប៉ូលីសបានចុះឆែកឆេរសាយវៀនលេងល្បែងស៊ីសងទ្រង់ទ្រាយធំហើយប្រើ AI ដើម្បីលាងលុយទៀតផងនេះគឺជាសាយវៀនអក្រិតជនឆ្លងដែនទ្រង់ទ្រាយធំដែលដំណើរការជាមួយនឹងវិធីសាស្ត្រដ៏ទំនើបជាពិសេសការណែនាំអំពីវិធីសាស្ត្រថ្មីដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាមដោយប្រើបញ្ញាសិប្បនិម្មិតដែលយើងហៅថា AI ប៉ូលីសនៃខេត្តថៃប៊ីងភៀកខាងជើងបានបើកដំណើរការនីតិវិធីច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធទៅនឹងបុគ្គលចំនួន21នាក់ដែលបានចាប់ប្រកាន់ពីបទលេងល្បែងស៊ីសងនិងបទលាងលុយកខ្វក់នេះគឺជាសាយវៀនអក្រិតកម្មឆ្លងដែនដែលទ្រង់ទ្រាយធំបំផុតដំណើរការជាមួយនឹងវិធីសាស្ត្រដ៏ទំនើបជាពិសេសការណែនាំវិធីសាស្ត្រថ្មីដែលបានបង្ហាញខ្លួនជារឿងដំបូងនៅក្នុងប្រទេសវៀតណាមដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលយើងហៅថា AI ដើម្បីប្រព្រឹត្តអក្រិតមុននេះបន្តិចប៉ូលីសបានកំណត់អត្តសញ្ញាណគេហទំព័រ Kubet ជាមួយនឹងម៉ាស៊ីនធំដែលមានទីតាំងនៅឯក្រៅប្រទេសគេហទំព័រនេះបានរៀបចំលេងល្បែងស៊ីសងតាមរយៈអនឡាញរួមទាំងឆ្នោតការចាក់បាល់ចាក់ត្រីមានការភ្នាល់លើលទ្ធផលបាល់ទៀតផងនិងតៃស៊ីវដែលជាប្រភេទគ្រាប់ឡុកឡាអ្នកប្រើប្រាស់បានចូលប្រើគេហទំព័រតាមរយៈទូរស័ព្ទដៃរបស់ពួកគេបានបង្កើតករណីល្បែងស៊ីសងភ្នាល់តាមករណីធនាគាររបស់ពួកគេដើម្បីដាក់ប្រាក់និងដកប្រាក់បន្ទាប់មកដើម្បីជ្រើសរើសប្រភេទហ្គេមដែលពួកគេចង់ភ្នាល់នៅពេលដែលមានការវាយឆ្មក់នេះករណីដែលប៉ូលីសរកបានជាង1លានករណីដែលមានទឹកប្រាក់សរុបប្រមាណជាង1000លានដុងដែលប្រមាណនឹង39.2 លានដុល្លារសហរដ្ឋអាមេរិកការស៊ើបអង្កេតសមត្ថកិច្ចបានរកឃើញថាក្រៅពីល្បែងស៊ីសងក៏មានល្បែងភ្នាល់ជាច្រើនទៀតហើយជនសង្ស័យទាំងអស់នោះក៏មានសកម្មភាពឆបោកតាមអនឡាញផងដែរជនសង្ស័យម្នាក់ដែលមានមូលដ្ឋាននៅឯតៃវ៉ាន់ដើរតួនាទីជាមេខ្លោងដោយភ្ជាប់ជាមួយនឹងជនសង្ស័យនៅក្នុងស្រុកដើម្បីគ្រប់គ្រងប្រតិបត្តិការពួកគេបានជួលបុគ្គលិកឲ្យបើកករណីធនាគារនៅឯប្រទេសវៀតណាមដើម្បីឲ្យអ្នកលេងល្បែងស៊ីសងដាក់ប្រាក់ភ្នាល់បានបន្ទាប់មកម្នាក់នៅឯតៃវ៉ាន់នោះបានប្រើប្រាស់កុំព្យូទ័រដើម្បីភ្ជាប់កម្មវិធីធនាគារតាមរយៈអ៊ីនធឺណិតដែលបានដំឡើងជាមុនដើម្បីធ្វើប្រតិបត្តិការតាមរយៈករណីធនាគារផ្សេងៗដើម្បីលាក់បាំងនៃប្រភពចំណូលដែលមកពីការភ្នាល់សម្រាប់ដាក់ប្រាក់ភ្នាល់ម្ដងចំនួន10លានដុងប្រមាណ$392ឬក៏ច្រើនជាងនេះដែលតម្រូវឲ្យមានការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវដើម្បីផ្ទេរប្រាក់បានជួលឲ្យអ្នកស្រុកបង្កើតករណីនិងបញ្ជូនវីដេអូខ្លីៗអំពីមុខរបស់ពួកគេបន្ទាប់មកពួកគេក៏បានប្រើបច្ចេកវិទ្យា AI ដើម្បីស្កេនមុខคล้ายៗទាំងអស់នោះទាំងនេះគឺជាវិធីសាស្ត្រមួយដែលគេត្រូវបានប្រើប្រាស់ឆ្លងកាត់ការត្រួតពិនិត្យនៅពេលដែលផ្ញើប្រាក់ច្រើនដែលនៅក្នុងប្រទេសវៀតណាមតម្រូវឲ្យមានការស្កេនមុខជាក់ស្ដែងដោយប្រើកាមេរ៉ាទូរស័ព្ទរហូតមកដល់ពេលនេះប៉ូលីសបានបង្កក់ករណីធនាគារចំនួន500ដោយមានការប៉ាន់ស្មានលុយសរុបជាង200,000 លានដុងដែលស្មើនឹង$7.80 លានត្រូវបានបោកប្រាស់ជារៀងរាល់ខែចាប់តាំងពីខែកញ្ញាឆ្នាំ2024រហូតដល់ខែមេសាឆ្នាំ2025នេះចំនួនសរុបដែលមានការប៉ាន់ស្មានសរុបជាង1000 លានដុងដែលស្មើនឹង$39.2 លានហើយម្ដងឡើងនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវទៅលើសាយវៀនអក្រិតកម្មឆ្លងដែនទ្រង់ទ្រាយធំនេះ